តើអ្នកដឹងទេថាកត្តាសំខាន់ដែលធ្វើឲ្យប៉េងប៉ោះមានគុណភាពល្អមិនមែនដោយសារដាក់ជីច្រើននោះទេប៉ុន្តែគឺជាការគ្រប់គ្រងនិងថែទាំដំណាំឲ្យបានត្រឹមត្រូវនៅពេលដើមប៉េងប៉ោះលូតលាស់បានប្រហែល25សង់ទីម៉ែត្រគេនឹងបត់ឬកែសម្រួលដើមថ្នមដើម្បីជំរុញឲ្យវាបង្កើតឫសថ្មីដែលជួយឲ្យប្រព័ន្ធឫសរឹងមាំជាងមុនបន្ទាប់មកនៅពេលដើមមានស្លឹកប្រហែល10ស្លឹកត្រូវចងដើមឲ្យត្រង់ដើម្បីជួយទ្រទ្រង់ការលូតលាស់ក្រោយពីចេញផ្កាជាលើកដំបូងគេនឹងចងខ្សែទ្រទ្រង់បន្ថែមចំនួន3កន្លែងជាលក្ខណៈឆ្លងគ្នាដើម្បីទ្រផ្កានិងផ្លែនៅពេលចង្កោមផ្កាទី6ដល់ទី8ចាប់ផ្ដើមរីកត្រូវកាត់កម្ពូលដើមចេញដើម្បីឲ្យសារធាតុចិញ្ចឹមផ្ដោតទៅលើការលូតលាស់របស់ផ្លែប៉េងប៉ោះជំនួសឲ្យការលូតលាស់បន្តរបស់ដើមទន្ទឹមនឹងនេះក៏ត្រូវដកស្លឹកចាស់នៅផ្នែកខាងក្រោមជាប្រចាំដើម្បីឲ្យខ្យល់ចេញចូលបានល្អនិងទទួលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ក្នុងដំណាក់កាលចេញផ្កានិងផ្លែគួរតែកាត់ចេញផ្កានិងផ្លែខ្លះៗដោយទុកតែផ្កានិងផ្លែដែលមានគុណភាពល្អបំផុតដើម្បីឲ្យផ្លែដែលនៅសល់ធំនិងមានគុណភាពខ្ពស់ចុងក្រោយត្រូវយកចិត្តទុកដាក់ការពារនិងគ្រប់គ្រងសត្វល្អិតនិងជំងឺឲ្យបានល្អការបង្ការតែងតែប្រសើរជាងការព្យាបាលហើយគួរបដូរប្រភេទថ្នាំការពារដំណាំជាប្រចាំដើម្បីកុំឲ្យសត្វល្អិតនិងមេរោគបង្កើតភាពធន់នឹងថ្នាំហាងលក់ទូរស័ព្ទដៃគ្នាយើងសម្រាប់បងប្អូនដែលមានតម្រូវការទូរស័ព្ទដៃ iPad MacBook ក៏ដូចជា accessory ផ្សេងៗរបស់ Apple ដែលមានការធានារយៈពេល1ឆ្នាំអាចមករកបាននៅហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ហើយនៅទីនេះមានទាំងសេវាកម្មទិញដាច់វាយដូរបង់រំលោះក៏ដូចជាជួសជុលផងដែរ